បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងក្រោយពីយើងតម្លើងកម្មវិធី Car Scanner ហើយចឹងយើងមកសិក្សាអំពីរបៀបប្រើប្រាស់វាជាក់ស្ដែងតើ connect ទៅឡានបាទជាដំបូងយើងទៅរក Wi-Fi connection ណាស្វែងរកពាក្យ Wi-Fi OBD2 យើងចុចកន្លែងហ្នឹងមក connect វាតទៅពី connect វាហើយយើងទៅបើកកម្មវិធី Car Scanner ចឹងមកយើងចុច connect ខ្ញុំហើយអត់ប្រឆេះឡានវាអត់ connect ឲ្យជាប់ហ្នឹងទៅមើលចាំប្រឆេះឡានសាំមើលចឹងតើយើងប្រឆេះឡានទៅវា connect បានហើយជាទូទៅយើងឆែកមើល sensor all sensor ហើយ diagnostic ហ្នឹងsensor មានច្រើនណាមាន sensor ច្រើននៅក្នុងឡានមួយបាទដោយសារឡានព្រោះវាមាន option ច្រើនមានអគុយ hybrid ចឹងណាបាទនេះ check មើលអគុយ hybrid ពលវាប្រមាណអូមសល់ប្រមាណ resistance វានេះតាមដាននេះមានអគុយយើងមិនវល់អីវាចាប់បានហើយយើងជប់ប្រើយើង disconnect វិញមកវាឡើងលោតភ្លើងច្រើនហើយចេញទឹកភ្លើងក្រហមមួយហើយយើងដកដូចវិញទៅ